ធ្លាប់យល់ថានៅក្នុងជីវិតប្រចាំថ្ងៃយើងត្រូវខំប្រឹងគ្រប់ពេលឥឡូវមិនបងចាំបងអត់ចឹងទេហើយត្រូវធ្វើឲ្យខ្លួនឯងនឹងមានសកម្មភាពច្រើនបំផុតប៉ុន្តែពេលមួយខ្ញុំស្រាប់តែយល់ថាការប្រឹងពេករបស់យើងនឹងវាបង្កើតទៅជាកំហុសជាច្រើនទៅវិញការបង្កើតសេចក្តីសុខពិតប្រាកដឬភាពជោគជ័យមួយគឺស្ថិតនៅលើតុល្យភាពសួស្តីនាងខ្ញុំ Clara ថ្ងៃនេះនាងខ្ញុំចង់ចែករំលែកនៅគន្លឹះមួយដែលអាចជួយផ្លាស់ប្ដូរទម្លាប់ជីវិតរបស់នាងខ្ញុំកាន់តែប្រសើរឡើងនោះគឺការគ្រប់គ្រងតុល្យភាពពាក្យថាគ្រប់គ្រងតុល្យភាពនេះទាមទារឲ្យយើងត្រូវចេះប្រើគ្រប់កលៈទេសៈគ្រប់សកម្មភាពដែលយើងជួបប្រចាំថ្ងៃរួមទាំងសុខភាពនិងអាកប្បកិរិយាផងដែរឧទាហរណ៍ប្រសិនបើយើងនិយាយអំពីទំនុកចិត្តលើខ្លួនឯង confidence ការដែលមានទំនុកចិត្តទៅលើខ្លួនឯងវាគឺជារឿងល្អក៏ប៉ុន្តែប្រសិនបើយើងភ្លេចការគ្រប់គ្រងដោយមិនដោយឲ្យទំនុកចិត្តនោះមានច្រើនលើសលប់ពេកវាអាចធ្វើឲ្យទំនុកចិត្តដែលយើងមានប្រែក្លាយទៅជាបញ្ហាសម្រាប់យើងទៅវិញចាស់ជួនកាលទៅទំនុកចិត្តខ្ពស់ឬក៏ការជឿជាក់ខ្លាំងអាចធ្វើឲ្យមនុស្សម្នាក់ដែលគាត់ពូកែក្លាយទៅជាមនុស្សរឹងរូសក្លាយទៅជាមនុស្សកអឺតកតមហើយបុគ្គលម្នាក់នោះគឺគាត់នឹងលែងចង់ស្ដាប់អ្នកណាទាំងអស់ដូច្នេះនៅក្នុងករណីបែបនេះគឺត្រូវទាមទារឲ្យគាត់ត្រូវចេះគ្រប់គ្រងភាពជឿជាក់របស់ខ្លួនឯងត្រូវរៀនបើកចិត្តឲ្យទូលាយហើយចាំស្ដាប់គេសិនវាមិនមែនបានន័យថាគាត់ត្រូវតែយល់ស្របជាមួយនឹងអ្នកដទៃទេក៏ប៉ុន្តែវាពិតជារឿងសំខាន់នៅក្នុងការដែលយើងបើកចិត្តចាំស្ដាប់នៅយោបល់ផ្សេងគំនិតថ្មីមុនពេលដែលគាត់ធ្វើការសម្រេចចិត្តខ្ញុំយល់ថាការដែលចេះគ្រប់គ្រងនឹងធ្វើឲ្យមានតុល្យភាពពិតជាមានសារៈសំខាន់មែនទែនសម្រាប់ជីវិតប្រចាំថ្ងៃរបស់ខ្ញុំទាំងរឿងការងាររឿងគ្រួសាររឿងផ្ទាល់ខ្លួនឬក៏សំបីតែពេលខ្លះខ្ញុំត្រូវចេញទៅខាងក្រៅមួយមិត្តភ័ក្តិយើងមានញ៉ាំអីផឹកអីជាដើមអញ្ចឹងពេលដែលគាត់ហុចកែវមកគាត់ថាថែមបន្តិចទៀតទៅថែមតែមួយកែវទៀតទេថែមតែមួយកែវទៀតទៅសុបាយអញ្ចឹងពេលហ្នឹងយើងអាចគិតថាយើងអត់អីយើងអាចផឹកបានហើយបើយូរជួបជុំគ្នាម្ដងអត់ផឹកមិនសមចាអញ្ចឹងពេលនោះយើងគិតថាថែមបន្តិចទៀតមិនអីក៏ប៉ុន្តែការដែលថែមបន្តិចទៀតហ្នឹងឯងវាអាចคล้ายទៅជាចំណុចចាប់ផ្ដើមនៅក្នុងការដែលយើងសាងនៅកំហុសទៅវិញបើសម្រាប់ខ្ញុំវិញរឿងខាងលើហ្នឹងគឺខ្ញុំអត់ដែរជឿជាក់ថាខ្លួនឯងខ្លាំងទេខ្ញុំអាចទទួលយកត្រឹមកម្រិតមួយដែលខ្ញុំអាចគ្រប់គ្រងបានសរុបមកការគ្រប់គ្រងតុល្យភាពមានន័យថាមានទំនុកចិត្តក្នុងបរិមាណមួយដ៏ត្រឹមត្រូវនិងការចេះថ្លឹងថ្លែងរវាងសមត្ថភាពនិងចិត្តហ៊ានដើម្បីប្រឈមនឹងហានិភ័យដែលអាចនឹងកើតឡើងចូលរក្សាទំនុកចិត្តរបស់អ្នកនៅក្នុងការត្រួតពិនិត្យតាមដានជាប្រចាំហើយសូមរក្សាតុល្យភាពចំពោះសកម្មភាពគ្រប់យ៉ាងដែលអ្នកកំពុងធ្វើ